ថ្ងៃ15កើតពេញបរមីថ្ងៃមានសិរីប្រសើរបវរដែលពោធិសត្វបរិសុទ្ធល្អប្រសូតចាគួរនៃព្រះមេដានៅក្នុងចន្លោះនគរទាំងពីរសួនលំពីនីដែលដាស់ដោយផ្កាដែលគូរីករាយនៃមនុស្សទេវតាមានចិត្តជ្រះថ្លាត្រេកអរកន្លងនៅក្នុងកាលនោះព្រះនាងស្រស់ស្រាយព្រះតីសប្បាយទ្រង់ប្រាប់អ្នកផងចុះចាកគ្រាស្នែងមាសថ្មីតែម្ដងដើរតាមកន្លងដ៏ស្រស់ថ្លៃថ្លាស្ដេចយាងទៅដល់ទីបគល់សារព្រឹកប្រដាប់ដោយស្លឹកមានមេឃផ្លែផ្កាព្រះនាងទេវីមានព្រះប្រាថ្នាចាប់នៅមេឃណាមេឃនោះអោនមកខ្យល់កម្មមច្ចវិទ្យកើតឡើងគ្រានោះប្រកាសចំពោះថាកូនពន្លកនៅក្នុងកំភីនឹងប្រសូតមកអោកូនពន្លកតើល្អយ៉ាងណាទ្រង់បានសណ្ដោកព្រះហស្ថទាំងពីរព្រះបាទទាំងពីរចាគួរមេដាបរិសុទ្ធក្រៃលែងឥតមាននរណាទោះមនុស្សទេវតាមិនប្រកបស្មើនៅក្នុងទីនោះសូម្បីព្រះព្រំមានយុះដ៏ធំគង់មិនប្រសើរដោយព្រះពោធិសត្វអ្នកធ្វើដំណើរវិសេសប្រសើរជាងមនុស្សទេវតាមានការញាប់ញួរនៅផ្ទៃផែនដីពន្លឺស្វាងស្វ័យទាំងម៉ឺនចក្រវាលធ្វើឲ្យព្រះតីនៃព្រះមេដាមានសោមនុស្សសាពន់ពេកកន្លងចំណែកព្រះបរមពោធិសត្វផុតចាកពីហត្ថានៃមនុស្សផងក្រឡេកមើលទិសទាំង10ហងមិនឃើញអ្នកផងប្រកបដូចឡើយទៅបែរព្រះភិក្ខទៅទិសឧត្តរស្ដេចទៅដោយល្អមិនបានកន្តើយឈានដោយព្រះបាទបាន7ហើយមិនបងអង្គឡើយបន្លឺសីហនេតអកោហស្មិលោកាសៈនេះជាដើមសច្ចៈមិនបានឃ្លៀង